យីហ្វឹងអ្នកត្រូវលេងស្វាគមន៍ក្នុងកម្មវិធីខ្ញុំទៀតហើយសូមចាក់ចេញខ្ញុំត្រូវគិតឡើងវិញពីភាពជាដៃគូវាងស៊ឺលឺគ្រប់និងតាធីងគ្រប់អ្វីយើងសហការគ្នាយូរមកហើយឥឡូវអ្នកលុបចោលព្រោះបញ្ហាតូចមួយបើអ្នកទូចង់បញ្ចប់វាតាធីងគ្រប់នឹងរងការខាតបង់មិនខានហឺខាតបង់ឬអត់ខ្ញុំមិនគោរពមនុស្សដែលកុហកខ្ញុំច្រើនជាងអ្នកធ្វើឲ្យខ្ញុំខកចិត្តខ្លាំងណាស់តាំងពីលោកតាធីងកំណត់វាតាមរបៀបនោះខ្ញុំក៏លុបចោលភាពជាដៃគូជាមួយស៊ឺលឺគ្រប់ដែរខ្ញុំក៏លុបដែរខ្ញុំក៏ធ្វើដូចគ្នាដែរខ្ញុំ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 សូមទោសអ្នកស្រីស៊ឺលឺនេះជាកាដូពិតសម្រាប់លោកតាធីងនេះជាកាដូពិតសម្រាប់លោកតាធីងតើពេលណាខ្ញុំហេតុអ្វីបានជាអ្នកបង្ករឿងក្នុងពេលនោះវាវឹកវរគ្រប់គ្រាន់ហើយខ្ញុំគ្រាន់តែបារម្ភពីអ្នកឥឡូវវាមិនអីទេតើវាមិនអីយ៉ាងម៉េចតើអ្នកទទួលបានវាណីណាតើអ្នកកំពុងធ្វើឲ្យខ្ញុំអាម៉ាស់មែនទេជឿខ្ញុំតើមានអ្វីកើតឡើងតើនេះជាអ្វីដែលខុសពីអំណោយមុនឬខ្ញុំសុំទោសលោកតាធីងខ្ញុំពិតជាមានអំណោយខុសគ្នាអភ័យទោសផងនេះជាកំហុសរបស់ខ្ញុំលោកតាធីងកុំបន្ទោសអ្នកស្រីស៊ឺលឺប៉ាស៊ឺឡែនពណ៌លឿងនេះគឺជាអំណោយរបស់អ្នកក្នុងការទទួលយកប៉ាស៊ឺឡែនហាក់ដូចជាពិតប្រាកដប៉ុន្តែបន្ទាប់ពីមានអ្វីកើតឡើងខ្ញុំមិនប្រាកដថាខ្ញុំទុកចិត្តភ្នែករបស់ខ្ញុំទៀតទេកំ pl ែងណាស់តើនេះជារបស់ពិតដោយរបៀបណាតើអ្នកចង់មានន័យយ៉ាងម៉េចលោកមូអើតើអ្នកថានេះក៏คล้ายដែរពិតណាស់វាคล้ายប៉ាស៊ឺឡែនពណ៌លឿងគឺជាទ្រព្យសម្បត្តិជាតិតាហ្វឹងវាមិនមែនជារបស់ដែលអ្នកអាចទិញនោះទេតម្លៃវាគឺមិនអាចវាស់វែងបានឡើយមានតែអ្នកដែរបរិច្ចាគដ៏ធំដល់តាហ្វឹងទើបទទួលបានវាម្យ៉ាងទៀតវាពិបាកនឹងទទួលបានណាស់ខ្ញុំដឹងពីសម្បត្តិជាតិបើនេះជារបស់ពិតវាមានតម្លៃជាងគំនូរបុរាណទៅទៀតចុងក្រោយដែលគេឃើញវាត្រូវបានជូនទៅប្រធានាធិបតីស៊ីលីយ៉ាដូច្នេះហើយប្រធានាធិបតីស៊ីលីយ៉ាត្រេកអរជាខ្លាំងហើយបានចុះហត្ថលេខាភ្លាមជាមួយតាហ្វឹងបញ្ជាទិញដ៏សំខាន់ដែលមានតម្លៃរាប់កោតអ្នកស្រីយីហ្វឹងយើងទាំងអស់គ្នាដឹងថាអ្នកមានទ្រព្យសម្បត្តិច្រើនប៉ុន្តែកម្រិតនៃអំណោយនេះមិនមែនជាអ្វីដែលអ្នកអាចយកបានដោយស្រួលនោះទេយេហ៊ានវាហាក់ដូចជាលោកស្រីយីហ្វឹងហួសហេតុពេកហើយនាងព្យាយាមបន្លំអ្នកពីរដងហើយអ្នកស្រីយីហ្វឹងតើអ្នកអាចស្ពស់ដោយប្រកាសថារបស់នេះជារបស់ពិតបានទេឬក៏ធ្វើសច្ចាប្រណិធាននៅមុខអ្នករាល់គ្នាខ្ញុំហ៊ានស្បត់ថានេះជារបស់ពិតខ្ញុំស្បត់ថានេះជារបស់ពិតតើអ្នកជានរណាសូម្បីតែលោកស្រីយីហ្វឹងមិនហ៊ាននិយាយផងឬក៏អ្នកត្រូវនិយាយដែរខ្ញុំហេខ្ញុំគិតថាអ្នកមើលទៅដូចជាដឹងច្បាស់ពេលចូលមកគឺអ្នកតើអ្នកស្គាល់ខ្ញុំពិតណាស់ខ្ញុំស្គាល់អ្នកសុំទានកញ្ចាស់អ្នកសុំទានកញ្ចាស់ឈប់ជ្រៀតក្រែកគិតតែរឿងខ្លួនឯងទៅអូនោះគឺជាអ្នកស្រីយីហ្វឹងតើអ្នកអស់មនុស្សមានប្រយោជន៍ហើយអ្នកថែមទាំងជួអ្នកបោះសម្អាតផ្លូវទៀតផងគាត់គឺជាប្តីរបស់ខ្ញុំនាងសារភាពថាខ្ញុំជាប្តីនាងនៅទីសាធារណៈស្អីគេអ្នកពិតជាបានរៀបការជាមួយអ្នកសម្អាតផ្លូវនេះជាប្តីមិនមែនជារឿងរបស់អ្នកទេគាត់ត្រូវតែចាស់ជាងអ្នកច្រើនបើវិនិច្ឆ័យតាមអាយុគាត់ខ្ញុំក្មេងជាងគាត់ខ្លាំងណាស់ប៉ុន្តែអ្នកមិនបានពិចារណាខ្ញុំនៅពេលដែលខ្ញុំតាមអ្នកជាយូរមកហើយយីហ្វឹងតើអ្នកពិតជាគ្មានចិត្តទេឬអ្នកគ្រាន់តែចង់ស្គាល់ជាតិប្រុសតែប៉ុណ្ណោះហើយចូលចិត្តប្រុសប្រភេទនេះអ្នកឯងហោះប្រពន្ធខ្ញុំមិនមែនមនុស្សអ្នកចេះតែនិយាយបាននោះទេបរិសុទ្ធស្មោះត្រង់ម្នាក់នេះពិតជាមានចំណុចខ្លាំងឡៃធឺអ្នកជ្រុលពេកហើយតើអ្នកវីនរណាម្នាក់នៅសាធារណៈដោយរបៀបណាខ្ញុំសុំទោសខ្ញុំមិនអាចទប់បានទេអ្នកសុំទានកញ្ចាស់មិនក៏ហ៊ានវីខ្ញុំខ្លាំងបែបនេះសន្តិសុខចាំសិនតើអ្នកគិតថាខ្ញុំងាយស្រួលរុញច្រានឬចាំមើលថានរណាហ៊ានយកដៃប៉ះគាត់ស៊ឺលឺគ្រប់មិនអនុញ្ញាតឲ្យនរណាម្នាក់រួចខ្លួនឡើយតើនេះជាពរជ័យដែលផ្ដល់ដោយវាសនាឬដល់អាយុប៉ុននេះហើយខ្ញុំនៅតែជួបមនុស្សស្រីអស្ចារ្យបែបនេះទៀត
អ្នកប្រកាសទេអ្នកចង់ប្រឆាំងពួកយើងដោយផ្ទាល់ឬយីហ្វឹងតើអ្នកមិនខ្លាចថាពាណិជ្ជករកម្ពុជាទាំងអស់នៅ Gulen Auto ប្រឆាំងនឹងអ្នកទេត្រូវហើយពិតជាក្រអឺតក្រទុំមែនបន្ថែមលើការផ្ដល់អំណោយคล้ายៗនាងក៏បានប្រើអំពើហិង្សានាងច្បាស់ជាមិនគោរពពួកយើងនៅទីនេះទេចុះបើខ្ញុំមិនគោរពអ្នកណាទាំងអស់ខ្ញុំមិនងាយខ្លាចនោះទេថ្ងៃនេះខ្ញុំមកដោយចិត្តស្មោះប៉ុន្តែដោយសារអំណោយមួយអ្នកធ្វើឲ្យខ្ញុំអាម៉ាស់ជាច្រើនដងចាប់ពីពេលនេះទៅបើអ្នកចង់ផ្ដាច់ចំណងជាមួយស៊ឺលឺគ្រប់សូមបន្តទៀតចុះបើអ្នកមានលទ្ធភាពខាត់បងខ្ញុំក៏អាចធ្វើបានដែរប្រយ័ត្នប្រសើរជាងកុំឲ្យខុសឆ្គងដោយសារសម្ដីរបស់អ្នកស៊ឺលឺគ្រប់នឹងមិនអាចស្ថិតនៅយូរទេបើធ្វើបាបអ្នករាល់គ្នានៅ Gulen Auto នេះគ្រប់គ្រាន់ហើយខ្ញុំឃើញរឿងមិនសមហេតុផលច្រើនពេកហើយថ្ងៃនេះយីហ្វឹងតើអ្នកមកទីនេះដើម្បីបំបាក់មុខខ្ញុំឬចាប់ពីពេលនេះទៅស៊ឺលឺគ្រប់គឺជាស្ត្រូវនឹងតាធីងគ្រប់ពួកយើងដែរ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 ខ្ញុំនិយាយម្ដងទៀតធ្វើអ្វីតាមតែអ្នកចង់ទៅតោះទៅអូរបស់ខ្ញុំអ្នកនាងយីហ្វឹងអ្នកនាងយីហ្វឹងខ្ញុំសុំទោសតើខ្ញុំបំផ្លាញអ្វីទាំងអស់មែនទេដូច្នេះអ្នកដឹងថាអ្នកបានធ្វើឲ្យញ៉ៃហើយឬខ្ញុំគ្រាន់តែមិនចង់ឃើញអ្នកត្រូវគេធ្វើបាបឬអាម៉ាស់ប៉ុណ្ណោះបន្ទាប់មកអ្នកគួរតែគិតពីស្ថានភាពក្នុងស្ថានភាពដូចថ្ងៃនេះអ្នកពិតជាគិតថាអ្នកគួរតែចូលរួមឬខ្ញុំបំភ្លេចវាខ្ញុំក៏មិនចង់ពាក់ព័ន្ធនឹងមនុស្សពី Gulen Auto ដែរប៉ុន្តែអ្នកបានធ្វើឲ្យខ្ញុំសម្រេចចិត្តឡើងពីពេលនេះទៅខ្ញុំលែងខ្វល់ពីការអនុគ្រោះដល់ពួកគេដូច្នេះកុំដាក់បន្ទុកលើខ្លួនឯងពេកតើទង្វើរបស់ខ្ញុំធ្វើឲ្យអ្នកខាតបង់ច្រើនឬបាននិយាយពីការខាតបង់ប្រហែលជារាប់សិបលានឬរាប់រយលានឯណោះនោះច្រើនណាស់តើវានឹងផលប៉ះពាល់ខ្លាំងដល់ក្រុមហ៊ុនឬមិនបានជាអ្នកសួរច្រើនម្លេះប៉ះពាល់គឺធ្ងន់ធ្ងរដែរបើខ្ញុំមិនអាចបង្វែរស្ថានភាពបានទេយើងអាចប្រឈមនឹងការអាស្រ័យធនតើវាធ្ងន់ធ្ងរទេចាវាធ្ងន់ធ្ងរណាស់មិនបានអ្នកសួរសំណួរច្រើនម្លេះយ៉ាងណាមិញឥឡូវយើងជាគ្រួសារតែមួយហើយខ្ញុំចង់ចែករំលែកកង្វល់របស់អ្នកចែករំលែកកង្វល់អ្នកមិនអាចជួយខ្ញុំដោះស្រាយបញ្ហាបានទេតើអ្វីជាចំណុចនៃការចែករំលែកយ៉ាងហោចណាស់ខ្ញុំអាចលួងលោមអ្នកឬពេលយើងទៅផ្ទះវិញខ្ញុំនឹងធ្វើម្ហូបឆ្ងាញ់ៗឲ្យអ្នកបំភ្លេចវាទៅបើពាក្យលួងចិត្តអាហារឆ្ងាញ់អាចដោះស្រាយរឿងបានលើโลกនេះគ្មានការថប់អារម្មណ៍ឡើយពីពេលនេះទៅកុំសួរបញ្ហាការងារទោះបីអ្នកសួរក៏មិនអាចជួយអ្វីបានដែរនេះមិនមែនជាអ្វីដែលអ្នកអាចដោះស្រាយបានទេកាត់នេះជាមូលនិធិចូលនិវត្តន៍របស់អ្នកមិនច្រើនទេគ្រាន់តែ 2-3,000 លានអូនេះគឺជាមូលនិធិចូលនិវត្តន៍របស់ខ្ញុំបើអ្នកត្រូវការវាអ្នកអាចប្រើសម្រាប់ការសង្គ្រោះបន្ទាន់តើអ្នកចង់មានន័យយ៉ាងម៉េចអ្នកមិនត្រឹមតែនិយាយលួងនឹងពាក្យសម្ដីនិងអាហារឆ្ងាញ់មិនអាចដោះស្រាយការថប់បារម្ភបានដូច្នេះខ្ញុំកំពុងជួយអ្នកក្នុងវិធីជាក់ស្ដែងកាត់នេះគួរតែឡាយធឺលុយចូលនិវត្តន៍តិចតួចនេះមិនមានន័យសម្រាប់ខ្ញុំទេខ្ញុំពេញចិត្តវាប៉ុន្តែពេលនេះរក្សាវាទៅខ្ញុំមិនអីទេតោះទៅផ្ទះអ្នកមិនទាន់ទៅទីនោះនៅឡើយទេភ្ញៀវជាទីគោរពខ្ញុំសូមអភ័យទោសខ្ញុំបានធ្វើឲ្យខ្លួនឯងល្ងីល្ងើក្នុងពិធីខួបកំណើតគម្រប់60ឆ្នាំរបស់ខ្ញុំយាហ៊ាននេះមិនមែនជាកំហុសរបស់អ្នកទេបើអ្នកណាបន្ទោសគឺបន្ទោសស្ត្រីម្នាក់នោះនាងជាអ្នកបំផ្លាញទឹកចិត្តរបស់អ្នករាល់គ្នានាងនិយាយត្រូវលោកតាធីងកុំទុកវាក្នុងចិត្តអីបាននិយាយទៅឆ្កែយីវឹងអាកប្បកិរិយានាងគួរឲ្យស្អប់ខ្ពើមខ្លាំងណាស់យាហ៊ានពីពេលនេះទៅខ្ញុំនឹងប្រមូលផ្ដុំអ្នកគ្រប់គ្នាធ្វើភេកានឹងស៊ឺលឺគ្រប់យីវឹងប្រកាសជានឹងលុតជង្គង់នៅចំពោះមុខយើងហើយសូមការអភ័យទោសប៉ុន្តែដល់ពេលនេះវាយឺតពេកហើយអ្នកនិយាយត្រូវយើងមិនអត់ទោសឲ្យនាងឡើយទោះជាមានអ្វីក៏ដោយវាជាការខឹងសម្បាបន្ថែមលើការផ្ដល់អំណោយคล้ายៗតែសូម្បីតែប្រើអំពើហិង្សាមនុស្សដូចជានាងមិនសមនឹងស្ថិតនៅ Gulen Auto ទេគ្រប់គ្រាន់បន្ទាប់ពីអ្វីបានកើតឡើងថ្ងៃនេះខ្ញុំលែងមានអារម្មណ៍ចង់បន្តទៀតហើយប៉ុន្តែអំណោយនេះលោកអើយគ្រាន់តែមើលអំណោយคล้ายៗនេះរំខានខ្ញុំណាស់ខ្ញុំបំបែកវាដើម្បីបញ្ចប់រឿងអូលោកមូថូតើអ្នកកំពុងធ្វើអ្វីក្នុងអ្នកនឹងឈឺឆាប់ក្រោកឡើងពុទ្ធោអើយប្រយ័ត្នពុទ្ធោអើយលោកមូថូបើអ្នកដួលហើយឈឺនៅទីនេះវាคล้ายជាការមិនគោរពយ៉ាងធ្ងន់ធ្ងរចំពោះខ្ញុំតើអ្នកចង់ធ្វើអ្វីបំបីវាជារបស់កខ្វក់មើលរបស់คล้ายៗនេះស្អីអ្នកចង់បំបីវាគ្រាន់តែជាក្រចាស់បើវាបែកក៏បែកទៅតើមានអ្វីធំដុំទៅហ៎អ្នកហ៊ានវាខ្ញុំយាហ៊ានអ្នកសុំទានកញ្ចាស់នេះវាខ្ញុំលោកមូថូហេតុអ្វីបានវាកូនស្រីខ្ញុំ
ខ្ញុំវីនាងព្រោះនាងងងតើអ្នកមិនធ្លាប់បានដឹងទេឬអ្វីដែលនាងស្ទើរតែបំផ្លាញនោះជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានសម្បត្តិ